ទិដ្ឋភាពបងប្អូនទិដ្ឋភាពនៅវត្តភ្នំណែនហ្មងចូលអត់ចុះទេចូលអត់ចុះទេនេះទិដ្ឋភាពចូលឆ្នាំប្រពៃណីខ្មែរប្រពៃណីខ្មែរនៅវត្តភ្នំនៅវត្តភ្នំហ្នឹងហើយអាញាធោគាត់បើកឲ្យលេងតាំងពីថ្ងៃ12ដល់ទៅនេះណៃទៅមកអូផ្លូវជិះម៉ូតូទៅបង្កើតអីបង្កើតទេផ្ទះនៅវត្តភ្នំនៅវត្តភ្នំបាទនេះនៅវត្តភ្នំហ្នឹងបងណែនទាំងអស់ទាំងងាប់មកចាប់ចូលឆ្នាំចាយលុយហើយខ្ចីធនាគារលេងឲ្យហើយបើលេងឲ្យ8ថ្ងៃហើយតាំងពីថ្ងៃ12ទៅទាំងងាប់ដល់ចប់ថ្ងៃ15ហ្នឹងនៅវត្តភ្នំច្បាយចុយម៉ាយស្ទះក៏ស្ទះដែរណែនទាំងអស់ហើយចង់ប្រាប់បងប្អូនដល់គ្នាក្នុងការក្នុងវីដេអូនេះដែលខ្ញុំធ្វើនេះចង់ប្រាប់ថាថ្ងៃ12នេះគេបើកឲ្យលេងរហូតដល់ថ្ងៃ15 16ហ្នឹងណាតែគ្រាន់ថាដល់ថ្ងៃបន់យើងពិតប្រកបថ្ងៃ14គេបិទហើយអត់ឲ្យម៉ូតូឡានអីចេញចូលដោយឥឡូវទេតែឥឡូវនេះគេអធិស្ឋានបាទគេជាអធិស្ឋានគេឲ្យចូលម៉ូតូលម៉អីឲ្យចូលតែដល់ពេលថ្ងៃបន់ពិតប្រកបគឺគេបិទហើយអត់មានឲ្យចូលទេហើយសូមជម្រាបបងប្អូនទាំងអស់គ្នាណាមើលនេះអូចៃឆ្អាតណាសាជាប់សាម្សៅ